嘿，喂，同学们，又跟大家见面啦！好，今天我们继续第8课，还有一个诶一个功課給大家。ចឹងសួស្តីអ្នកនរគ្នាចឹងយើងមកបន្តនៅមេរៀនយើងទី8បន្តិចគឺទាក់ទងជាមួយនឹងពាក្យថ្ងៃនេះគឺយើងរៀនពាក្យនេះយើងអត់រៀនជាសន្ទនាទេចាគឺយើងរៀនពាក្យទាក់ទងជាមួយនឹងការសុំច្បាប់ ចឹងយើងចង់ដឹងថាតើការសុំច្បាប់ហើយនឹងប្រភេទច្បាប់ហ្នឹងយើងមានដូចគេខ្លះចាចឹងឥឡូវយើងមកមើលហើយនឹងរៀននៅមេរៀនមួយនេះទាំងអស់គ្នាណាចឹងថ្ងៃនេះ老师ឲ្យអ្នកទាំងអស់គ្នានៅ10ពាក្យចា今天老师给你们10个生词相关请假的词汇វាពាក់ព័ន្ធជាមួយនឹងពាក្យសុំច្បាប់ណាចឹងយើងមានសុំច្បាប់លិខិតសុំច្បាប់អនុម័តបដិសេធហ្នឹងចឹងយើងនិយាយថាម៉េច ចឹងឥឡូវអ្នកនរគ្នាសូមស្ដាប់លោកsưអានហើយហាត់ប្រកប pin in ជាមួយនឹងលោកsưណាហើយព្យាយាមមើលនៅ pin in អក្សរអង់គ្លេសរបស់យើងព្រោះអី pin in អង់គ្លេសហ្នឹងគឺវាសំខាន់ណាស់ណាចាអូខេដល់ពេលយើងរៀនមេរៀនច្រើនទៅលោកsưលេងដាក់ស៊ីងខ្មែរហើយណាចាពីព្រោះស៊ីងខ្មែរនេះគឺយើងរៀនវគ្គដំបូងទេរៀនមូលដ្ឋានគ្រឹះយើងណាហេតោះ 可以答别的妹。第一，请假，请假，七音请，ERR加假，请假，请假要么被他送就把送就把请假我想请假用张送就把被征到呢。第二，请假单，请假单立刻送就把，请假单立刻送就把。第三，批准，批准，OK，批准នេះគឺយើងបកប្រែថាអនុម័តអនុម័តនេះមានន័យថាពេលដែលយើងសុំច្បាប់គេទៅគឺគេសញ្ញាអូខេគេសញ្ញា approve ឲ្យយើងអាចឈប់បានណាគេអនុញ្ញាតឲ្យយើងឈប់ไปអាហ្នឹងអាហ្នឹងគេថាអនុម័ត批准批准ចាអនុម័ត第四拒绝拒绝ភិននេះយើងអានหมวดหมู่ណានេះគឺស្រៈអ៊ី ចឹងស្រៈអ៊ីមាត់មូលអ៊ីជីក2ប៉ុន្តែដល់ពេលវាប៉ះជាមួយនឹង G C គឺយើងលុបជីក2ចេញហើយណាជីតមកចាំមែកន្លែងហ្នឹងអូខេ非常好ចឹងកន្លែងនេះអានថា拒绝拒绝គេ拒绝យកមកបែរថាបដិសេធ reject បដិសេធនោះមានថាពេលដែលយើងសុំច្បាប់គេទៅឬក៏ដាក់សំណើទៅគេអត់ព្រមទេគេអត់សញ្ញាឲ្យយើងទេគឺគេបដិសេធអាហ្នឹងណាអាហ្នឹងគឺ拒绝拒绝ដោយថាយើងទៅដាក់ពាក្យធ្វើការងារអញ្ចឹងទៅគឺគេអត់នេះទេគឺគេបដិសេធយើងអញ្ចឹងអាហ្នឹងគេថា拒绝ដែរណា拒绝បដិសេធ第五年假年假គេ年假ខ្ញុំមកប្រែថាច្បាប់ប្រចាំឆ្នាំ年ហ្នឹងគឺឆ្នាំណា年假គឺច្បាប់ប្រចាំឆ្នាំចឹងនៅកន្លែងធ្វើការគឺយើងមានannual leave ច្បាប់ប្រចាំឆ្នាំរបស់យើងហ្នឹងមានដូចជា18ថ្ងៃទៅទេតាមច្បាប់ការងារអាហ្នឹងគេហៅថា年假ហ្នឹងហើយណា annual leave 第六病假病假គេ病假ហ្នឹងគឺច្បាប់ឈឺពេញនេះមកពេលថាសឹងពេញយើងរៀនហើយសឹងពេញចាអូខេមកពេលថាសឹងពេញអូខេសឹងពេញចឹងដល់ពេលពេញជាក់ហ្នឹងគឺច្បាប់ឈឺណាចឹងយើងថែមវាមកពេលថាសឹងសឹងពេញណាចាមកពេលថាសឹងពេញចាចឹងពេញជាក់ហ្នឹងគឺច្បាប់ឈឺណាពេញជាក់ច្បាប់ឈឺពេលយើងឈឺយើងត្រូវដាក់ច្បាប់ហ្នឹងគឺច្បាប់ឈឺណា第七世界世界ច្បាប់មានធុរៈចាច្បាប់មានធុរៈហ្នឹងគឺថាយើងមានច្បាប់ដូចថាយើងមាននៅផ្ទះយើងមានរវល់មានធុរៈអីចឹងគេមាន世界គេ世界第八特价អូខេ特价ច្បាប់ពិសេសច្បាប់ពិសេសហ្នឹងមានន័យថាចេះយើងឧទាហរណ៍ថាយើងប្រើច្បាប់ប្រចាំឆ្នាំរបស់យើងហ្នឹងយើងប្រើច្បាប់ឈឺយើងក៏អស់ ចឹងទៅយើងអត់ច្បាប់ទៅចឹងមានតែយើងសុំច្បាប់ពិសេសណាមួយណា第九休产假休产假 CU 休吃安餐产休产假គេ休产假ហ្នឹងគឺច្បាប់សម្រាលគឺសម្រាប់ស្ត្រីដែលគាត់មានផ្ទៃពោះ
ចាបុគ្គលិកដែលគាត់មានផ្ទៃពោះហ្នឹងគឺពេលដែលគាត់សម្រាលគេហៅថាច្បាប់សម្រាលឬក៏គេហៅមួយទៀតគឺគេអឺច្បាប់អឺលំហែមាតុភាពណាត្រូវទេពាក្យហ្នឹងគេប្រើអញ្ចឹងណានៅក្នុងកន្លែងការងារមាតុភាពច្បាប់សម្រាលកូនហ្នឹងគេឲ្យឈប់អឺ3 个月គេឲ្យឈប់3 ខែអញ្ចឹងណាដោយយើងមានប្រាក់ខែធម្មតា អាហ្នឹងគឺ休产假。OK 第10呢，OK 第10婚假婚假គេ婚假ហ្នឹងគឺច្បាប់រៀបអាពាហ៍ពិពាហ៍ណាច្បាប់រៀបការអញ្ចឹង婚假អូខេអញ្ចឹងវាមកពីពាក្យថា结婚ចាអញ្ចឹងហ៊ុនហ្នឹងវាមកពីថា结婚ចា结婚ហ្នឹងគឺរៀបការថតគេសួរថា你结婚了吗ចារៀបការហើយនៅចឹងហ៊ុនហ្នឹងមកពីថាជាហ៊ុនណាជាហ៊ុនចឹងតែយើងរៀបការក៏យើងត្រូវសុំច្បាប់ដែរណាអាចថាមួយសប្តាហ៍ឬក៏ប្រហែលថ្ងៃហ្នឹងហើយដើម្បីយើងរៀបចំការរបស់យើងចឹងណាចឹងគេហៅថាហ៊ុនជាច្បាប់រៀបការឬក៏ច្បាប់រៀបអាពាហ៍ពិពាហ៍ណាអូខេ好的我们来读一下តើឥឡូវយើងមកអានឡើងវិញម្ដงទៀតណា请假，请假，请假单，批准，批准，休产假，婚假，非常棒。那同学们别忘记记下来哦，是因为这个生词这些生词很重要啊。ចឹងសូមអ្នកទាំងអស់គ្នាកត់នៅមេរៀនមួយនេះព្រោះពាក្យទាំងអស់នេះគឺវាមានសារៈសំខាន់ណាស់ណាអូខេ好的我们下次见拜拜